លោកញ៉ាកដាលដឹកនាំការប្រកួតគឺលោកគ្រូប៉ែនវុទ្ធាឬក៏ចំនួនគាត់នៅប្រកួតដែរនោះគឺលោកគ្រូអែមវុទ្ធាបាទយើងមើលទៅលើកម្ពស់គឺ 1m70 ទល់នឹង 1m65 បាទខុសគ្នាតែទួចមិនជាថ្មីទេបាទសម្រាប់បទពិសោធន៍ការប្រកួតនោះគឺវណ្ណារៀងច្រើនជាងបាទក៏ប៉ុន្តែការប្រកួតបែបកង់ចេញម្រាមបែបនេះគឺថាមិនធានាដែរបាទស្លាកទឹកទី1បាទក៏បង្ហាញជូនដោយកញ្ញាស្រីនិចបាទហើយយើងត្រៀមទស្សនាការប្រកួតដ៏ជួលចិត្តទាំងអស់គ្នាបាទយ៉ាងណាអរគុណសាជាថ្មីដល់ភេទជ្ជៈបើកម្លាំង Dragon បាទភេទជ្ជៈដែលផ្សំពីយិនសិនគុណនឹង10ដែលបានឧបត្ថម្ភជូនកីឡាករទាំងពីរបាទជំរាបជូនពុកម៉ែបងប្អូនដែលតែងតែត្រូវការផ្ចង់ស្មារតីបងប្អូនដែលគិតច្រើនឬក៏បើកបរបាទផ្លូវឆ្ងាយហ្នឹងបាទសូមកុំភ្លេចបាទទទួលទានជាមួយនឹងភេទជ្ជៈបើកម្លាំង Dragon បាទយើងจะមើលថាការប្រកួតកង់ចេញម្រាមលើកទី3របស់វណ្ណាធ្វើបានល្អឬក៏យ៉ាងណាដែរបាទការប្រកួតត្រៀមឈានចូលមកដល់ពុកម៉ែបងប្អូនអ្នកខេត្តព្រៃវែងសុំសម្លេងមួយបាទបាទនេះពុកម៉ែបងប្អូនយើងបាទកំពុងតែពិភាក្សាគ្នាគាត់គិតថាបាទលើកនេះវណ្ណាឈ្នះទៀតឬក៏អត់វណ្ណាឈ្នះទឹកទីប្រមាណឬក៏កីឡាករអ៊ីរ៉ង់ជាអ្នកទទួលបានជ័យជំនះបាទអ្នកឲ្យទឹកកំពុងតែជួយរៀបចំខ្លួនបាទខាងវណ្ណាគឺរួចរាល់ហើយថ្ងៃនេះគឺមានធនចម្រើននិងសវណ្ណស្កាយបាទមកជួយបោះប្លង់បាទស្អែកចម្រើនប្រកួតវិញម្ដងបាទចាក្រមត្រៀមប្រងព្រឹត្តប្រកួត Dragon គុណខ្មែរគូអន្តរជាតិកង់ចេញម្រាមកម្ពុជាអ៊ីរ៉ង់ទឹកទី1 round 1បាទយើងទស្សនាការប្រកួតបាទគូមិត្តភាពអន្តរជាតិកម្ពុជាអ៊ីរ៉ង់ទឹកទី1 round 1អាយយធនណាគាត់ប្រាប់ថាគាត់មកគេថាលេងបែបកាច់ការបងប្អូនយើងចង់បានឥឡូវនេះចាប់ផ្ដើមកាច់បងប្អូនយើងបាទចឹងក្តាប់ដៃបបដោគ្នាទៅមកអាយយជួយស្ដាំរបស់ហ៊ុនវណ្ណាបាទដាក់ចូលលុកក្តាប់ដៃស្ដាំមួយចូលដល់ខ្លួនបាទក្តាប់ដៃទៅបន្តទៀតទៅហើយបាទកាត់កែងខ្លីបាទពីកីឡាករអ៊ីរ៉ង់បាទគឺកីឡាករម៉ាឌីនលុកជួយស្ដាំកាត់ឆ្វេងមកវិញបាទកំពុងតែព្យាយាមបាក់គៀសមានលើមានក្រោមអាយយបាទវណ្ណាបាទភ្ញុកចូលណែនតែម្ដងបាទណែវណ្ណាថាខ្ញុំមិនចេះតែជង្គង់ទេបងប្អូនហើយបាទដៃក៏ចេះដែរណែភ្ញុកបាទក្តាប់ដៃស្ដាំចូលគោលកបាទជង្គង់ចូលគោលផ្លូវលោកអញ្ញាកដាចាប់បបែកបាទបន្តដើរចូលបាទពីកីឡាករធនវណ្ណាបាទលុកលើក្រោមអាយយវត្តដៃស្ដាំសងមកវិញបាទពីកីឡាករម៉ាឌីនបាទលុកដាក់ដៃស្ដាំរបស់វណ្ណាបាទបេះមួយសងមកវិញពីបាទម៉ាឌីនសម្លឹងមើលឆ្វេងស្ដាំរបស់ធនវណ្ណាបាទព្យាយាមដាក់ត្រង់បាទកង់ចេញម្រាមបែបនេះបាទចូលក្តាប់ដៃរឿយអាចថាអាចថាទៅបាទទល់បន្តិចអាយយបាទរទះជើងជួសសមុទ្របីមិញបាទពីបាទចង់គេថាទាត់ធួកបាទលុកឆ្វេងចូលដល់ខ្លួនបាទវត្តស្ដាំបាទវណ្ណាដើរចូលលុកក្តាប់ដៃឆ្វេងស្ដាំបាទគៀឆ្វេងមកវិញសងមកវិញរបស់ម៉ាឌីនបាទទាត់ស្ដាំណែបាទមុជបដូរក្តាប់ដៃគ្នាក៏ប៉ុន្តែវណ្ណាហាក់ថាដៃរើវែងជាងបាទដៃវែងជាងលើក្រោមគៀឆ្វេងតាមស្ដាំបាទចូលពេញក្តារភក្ត្រាឲ្យលុកអាយយណែកស1 2 3 4 5 6 7 8 9 10បាទរាប់ដល់10បញ្ចប់ការប្រកួតបាត់ទៅហើយបាទការតាំងចិត្តរបស់ធនវណ្ណាថានឹងប្រើកណ្ដាប់ដៃឲ្យបានល្អគឺពិតជាបានសម្រេចមែនពុកម៉ែបងប្អូនយើងសូមសម្លេងអបអរសាទរដល់ស្ដេចតុងកែធនវណ្ណាបាទយ៉ាងណាក៏បាទចូលរួមសោកស្ដាយបាទដល់កីឡាករអ៊ីរ៉ង់គឺម៉ាឌីនបាទគាត់ប្រើកណ្ដាប់ដៃបាទបដូរគ្នាបាទនៅលើសង្វៀនគឺបែបនេះបាទឲ្យតែថាមានការបដូរគ្នាគឺតែងតែមានម្នាក់បាទតមុនមានម្នាក់ឈ្នះបែបនេះជារឿងធម្មតាបាទអរគុណបាទដល់លោកគ្រូពេទ្យដែលជួយទៅសង្គ្រោះបឋមបាទជូនដល់កីឡាករអ៊ីរ៉ង់យើងទស្សនារូបភាពជឿបង្ហាញជូនបាទត្រង់នេះអូយបាទភ្ញុកស្ដាំបាទចូលណែនតែម្ដងយើងទស្សនាម្ដងទៀតដៃនេះគឺលើហើយក៏បាទថែមមកថាមានដៃមានលើមានក្រោយក៏ប៉ុន្តែមកដៃខាងលើនេះគឺថាណែនតែម្ដងបាទធ្វើឲ្យកីឡាករអ៊ីរ៉ង់កាប់មុខណែបាទបឆោតក្តាប់ដៃស្ដាំចូលដងខ្លួនបាទប៉ុន្តែវត្តស្ដាំខាងក្រោយដៃទី2នេះចូលពេញសៀតផ្កាណែបាទព្យាយាមបាទក្តោបមកចេញឆ្វេងកាត់ក៏ប៉ុន្តែចូលដៃស្ដាំរបស់ធនវណ្ណាបាទមួយដៃនេះគឺថារៀបរយតែម្ដង
បាទមួយដៃនេះគឺជាកណ្ដាប់ដៃដែលបញ្ចប់ការប្រកួតរបស់កីឡាករអាម៉ាឌីម៉ាឌិននៅត្រឹមពាក់កណ្ដាលផ្លូវនៅក្នុងទឹកទី1បាទចំណាគឺបាវណាក៏សម្ដែងជាមួយនឹងការសំទោសបាទជាសុជីវធម៌បាទក្នុងនាមជាកីឡាករគុណខ្មែរជាកីឡាករម្ចាស់ផ្ទះបាទអរគុណច្រើនបកគលភារៈជូនទៅដល់គណៈកម្មការបច្ចេកទេសបាទសូមអរគុណជ័យជំនះដោយផ្ដួលគូប្រកួតឲ្យសន្លប់នៅក្នុងទឹកទី1បានទៅលើកីឡាករបង្គោលក្រហមធុនវ៉ាណាភេសជ្ជៈបើកម្លាំង Dragon ថាមពលថ្មីចម្រាញ់ពី Yunsun